សូមគោរពទៅដល់គណៈអធិបតីទាំងអស់ជាទីគោរពដល់គុំគួរសូមក្រាបថ្វាយបង្គំព្រះថេរានិងថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈហើយសូមគោរពទៅដល់លោកគ្រូនាយករងលោកគ្រូអ្នកគ្រូដែលមានវត្តមាននៅទីនេះជាទីគោរពនិងសូមគោរពទៅដល់ឪពុកម្ដាយដែលជាបានសិស្សទាំងអស់ជាទីគោរពហើយក៏សួស្ដីទៅកាន់បងប្អូនសិស្សនិស្សិតទាំងអស់គ្នាដែលមានវត្តមាននៅទីនេះជាទីស្រឡាញ់រាប់អាននាងខ្ញុំឈ្មោះថនឡងអេរ៉ូដែតជាអតីតសិស្សថ្នាក់ទី12កនៃសាលារៀនវិទ្យាល័យព្រៃតូបដែលទទួលបាននីតិអេនៅក្នុងការប្រឡងមជ្ឈមសិក្សាទុតិយភូមិកាលពីពេលកន្លងទៅនេះហើយថ្ងៃបើកវិទ្យាការឆ្នាំនេះពិសេសជាងរាល់ឆ្នាំសម្រាប់ខ្ញុំដោយសារខ្ញុំមានអារម្មណ៍ថារំភើបនិងសប្បាយរីករាយជាខ្លាំងដែលមកឈរនៅទីនេះគណៈពេលនេះគឺក្នុងនាមជាសិស្សនិតិអេដើម្បីចែករំលែកបទពិសោធន៍នៅក្នុងការសិក្សារបស់ខ្ញុំទៅកាន់បងប្អូនទាំងអស់គ្នាអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយូរខ្ញុំនឹងចាប់ផ្ដើមតែម្ដងដើម្បីទទួលបាននីតិអេមានកត្តា4យ៉ាងដែលជាអតិពលមកលើខ្ញុំអញ្ចឹងកត្តាទី1ហ្នឹងគឺកត្តាខ្លួនឯងទី2គឺកត្តាគ្រួសារទី3គឺកត្តាសាលារៀនហើយទី4គឺកត្តាសង្គមអញ្ចឹងចំពោះកត្តាខ្លួនឯងកត្តាមួយនេះគឺពិតជាសំខាន់ណាស់សម្រាប់សិស្សានុសិស្សគ្រប់រូបដោយសារតែមានតែខ្លួនឯងទេដែលអាចជួយខ្លួនឯងបានហើយនៅកំឡុងពេលដែលខ្ញុំកំពុងតែសិក្សាខ្ញុំក៏តែងតែរំលឹកនិងដាស់ស្មារតីខ្លួនឯងជារឿយៗនៅក្នុងនាមជាសិស្សថាតើអ្វីដែលយើងគួរធ្វើនិងអ្វីដែលយើងមិនគួរធ្វើហើយខ្ញុំក៏បានបណ្ដុះឆន្ទៈនិងដាក់គោលដៅចំពោះខ្លួនឯងយ៉ាងជាក់ច្បាស់ថាតើខ្ញុំនឹងត្រូវធ្វើអ្វីខ្លះនៅកំឡុងពេលដែលខ្ញុំសិក្សានឹងអញ្ចឹងការដាក់គោលដៅជាក់ច្បាស់សម្រាប់ខ្លួនឯងគឺជារឿងមួយដ៏ល្អពីព្រោះវាធ្វើឲ្យយើងកាន់តែមានកម្លាំងចិត្តនៅក្នុងការប្រឹងប្រែងរៀនសូត្រដើម្បីសម្រេចគោលដៅនោះហើយក៏ឲ្យយើងស្គាល់ខ្លួនឯងកាន់តែច្បាស់ថាយើងចង់បានអ្វីអញ្ចឹងហេតុនេះហើយបានក្រៅពីការសិក្សានៅក្នុងសាលារៀនខ្ញុំក៏បានរៀបចំការវិភាគខ្លួនឯងដើម្បីសិក្សានៅផ្ទះក្រៅមកផងដែរដោយសារតែខ្ញុំជាសិស្សដែលរៀនខាងផ្នែកវិទ្យាសាស្ត្រពិតដូច្នេះហើយខ្ញុំផ្ដោតសំខាន់ខ្លាំងទៅលើមុខវិជ្ជាដែលត្រូវប្រឡងទាំង7មានគណិតរូបគីមីជីវៈប្រវត្តិហើយនិងភាសាអង់គ្លេសចំពោះមុខវិជ្ជាដំបូងមានគណិតរូបគីមីជីវៈគឺជាមុខវិជ្ជាដែលតម្រូវឲ្យសិក្សាដូចសពមានការយកចិត្តទុកដាក់ខ្ពស់នៅក្នុងការស្ដាប់គ្រូបញ្យល់ក៏ដូចជាមានភាពក្លាហានដើម្បីសួរសំណួរទៅកាន់លោកគ្រូអ្នកគ្រូនៅពេលដែលយើងមិនយល់ដូច្នេះហើយខ្ញុំចំណាយពេលវេលាជារៀងរាល់ថ្ងៃហើយក៏ច្រើនម៉ោងផងដែរតាមដែលអាចធ្វើទៅបានដើម្បីអនុវត្តលំហាត់ជាប្រចាំនិងព្យាយាមស្វែងយល់ក៏ដូចជាស្រាវជ្រាវលំហាត់បន្ថែមពីប្រព័ន្ធអនឡាញឬក៏ social media ដូចជា Facebook YouTube ឬក៏ TikTok ជាដើមហើយនៅពេលទំនេរឬក៏ពេលមិនយល់ខ្ញុំក៏បានរៀនបន្ថែមតាមរយៈប្រព័ន្ធអនឡាញផងដែរហើយលើពីនេះទៅទៀតខ្ញុំក៏លើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាខិតខំប្រឹងប្រែងរៀនសូត្រតាំងពីដើមឆ្នាំទៅដើម្បីឲ្យយើងមានភាពងាយស្រួលនៅពេលដែលយើងនៅចុងឆ្នាំហើយបើយើងខំរៀនវាធ្វើឲ្យយើងមានកង្វះខាតពេលវេលាហើយពេលខ្លះយើងក៏អាចសម្រេចគោលដៅខ្លួនឯងផងដែរម្យ៉ាងវិញទៀតចំពោះមុខវិជ្ជាខាងលើដូចជាគីមីជីវៈហើយនិងរូបនៅពេលប្រឡងក៏មានសំណួរលាយចូលផងដែរអញ្ចឹងក្រៅពីអនុវត្តលំហាត់ឲ្យបានជាប្រចាំថ្ងៃដើម្បីបង្កើនចំណេះដឹងរបស់យើងហើយក៏ឲ្យយើងមានភាពរីកចម្រើននិងស្ទាត់ជំនាញខ្ញុំក៏ចំណាយពេលវេលាដើម្បីស្វែងយល់ពីចម្លើយនៃសំណួរតាមមេរៀននីមួយៗដើម្បីឲ្យយើងយល់កាន់តែច្បាស់ហើយអាចធ្វើនៅពេលប្រឡងនោះបានកាន់តែរលូន
ចំពោះមុខវិជ្ជាប្រវត្តិវិទ្យាហើយនិងភាសាអង់គ្លេសខ្ញុំក៏បានចំណាយពេលវេលាមើលជារៀងរាល់ថ្ងៃផងដែរឧទាហរណ៍ដូចជាប្រវត្តិវិទ្យាគឺជាមុខវិជ្ជាមួយដែលលំបាកផងដែរសម្រាប់សិស្សទូទៅនៅក្នុងការយកបន្ទុកនៅពេលប្រឡងដោយសារមុខវិជ្ជានេះពិច្រើនហើយបើសិនជាយើងទន្ទេញក៏មិនងាយចាំដែរដូច្នេះហើយខ្ញុំព្យាយាមស្វែងយល់ពីមេរៀននីមួយៗគឺព្យាយាមប្រឌិតព្រឹត្តិការណ៍ឲ្យលេចចេញជារូបភាពដើម្បីឲ្យយើងមានភាពងាយស្រួលយល់ហើយយើងចាំបានយូរចំពោះមុខវិជ្ជាចុងក្រោយទេគឺមុខវិជ្ជាភាសាអង់គ្លេសមែនតើមុខវិជ្ជាមួយនេះប្រហែលជាត្រូវបានសិក្សានិស្សិតជាច្រើនមើលរំលងដែលគិតថាមុខវិជ្ជាមួយនេះគឺមិនសូវសំខាន់ប៉ុន្តែសម្រាប់ខ្ញុំគិតថាភាសាអង់គ្លេសគឺសំខាន់ខ្លាំងណាស់ដោយសារវាជាមុខវិជ្ជាបន្ថែមដែលជួយឲ្យយើងទទួលបាននិស្សិតកាន់តែល្អនៅក្នុងការប្រឡងអញ្ចឹងហើយខ្ញុំលើកទឹកចិត្តដល់បងប្អូនទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនភាសាអង់គ្លេសឲ្យបានពូកែហើយកុំមើលរំលងកត្តាទី2នោះគឺកត្តាគ្រួសារអញ្ចឹងខ្ញុំអាចមានថ្ងៃនេះបានក៏ដោយសារតែក្រុមគ្រួសាររបស់ខ្ញុំផងដែរគ្រួសារគឺពិតជាសំខាន់ណាស់សម្រាប់ខ្ញុំហើយអ្នកទាំងអស់គ្នាក៏ប្រហែលជាអញ្ចឹងដែរដោយសារឪពុកម្ដាយគឺជាបកគោចម្បងដែលជាកម្លាំងចិត្តដ៏ធំធេងនៅក្នុងការជំរុញទឹកចិត្តដល់កូនៗឲ្យមានឆន្ទៈនៅក្នុងការសិក្សារៀនសូត្រដូច្នេះខ្ញុំក៏ចង់ឆ្លៀតឱកាសនេះឲ្យកូនទៅកាន់ឪពុកម្ដាយរបស់ខ្ញុំតែតែលើកទឹកចិត្តក៏ដូចជាមើលថែយកចិត្តទុកដាក់ដល់គុតគង់ខ្ញុំបានយ៉ាងល្អតែអាចឲ្យខ្ញុំមានឱកាសជោគជ័យដូចជាថ្ងៃនេះហើយកត្តាទី3គឺកត្តាសាលារៀនបន្ទាប់ពីគ្រួសារសាលារៀនក៏ពិតជាមានសារៈសំខាន់ណាស់សម្រាប់បងប្អូនអ្នកសិក្សាទាំងអស់គ្នាដោយសារសាលារៀនល្អគឺធ្វើឲ្យយើងរៀនទៅមានចំណេះដឹងកាន់តែខ្ពស់ហើយទទួលបានលទ្ធផលជាផ្លែផ្កាហើយទោះបីជាសាលារៀនយើងជាសាលារៀនមួយដែលសង្កត់នៅក្នុងតំបន់ជនបទក៏ពិតមែនប៉ុន្តែសមិទ្ធផលដែលយើងទទួលបានប្រហែលឆ្នាំចុងក្រោយនេះក៏អាចបង្ហាញថាសាលារៀនរបស់យើងគឺពោរពេញទៅដោយលោកគ្រូអ្នកគ្រូដែលមានវិជ្ជាជីវៈនិងកម្រិតវប្បធម៌ខ្ពស់ដែលអាចតែចំណេះដឹងទៅដល់សិក្សានិស្សិតគ្រប់រូបបានយ៉ាងមានប្រសិទ្ធភាពដូច្នេះខ្ញុំសូមគោរពអរគុណទៅកាន់លោកគ្រូអ្នកគ្រូទាំងអស់ដែលបានខិតខំប្រឹងប្រែងបង្រៀននាងខ្ញុំយ៉ាងយកចិត្តទុកដាក់តាំងពីថ្នាក់បឋមរហូតមកដល់បញ្ចប់វិទ្យាល័យនេះហើយក៏សូមជូនពរលោកគ្រូអ្នកគ្រូជួបតែសេចក្តីសុខនិងជោគជ័យគ្រប់ភារកិច្ចផងដែរហើយកត្តាចុងក្រោយគេនិងសំខាន់ជាងគេបំផុតនោះគឺកត្តាសង្គមកត្តាសង្គមគឺសំខាន់ជាងគេបំផុតដោយសារតែខ្ញុំអាចសម្រាប់ក្តីស្រមៃរបស់ខ្ញុំបានក៏ដោយសារតែខ្ញុំរស់នៅក្នុងសង្គមមួយដែលពោរពេញទៅដោយសន្តិភាពផងដែរប្រសិនបើប្រទេសមួយដែលគ្មានសន្តិភាពទេយើងមិនអាចមានថ្ងៃនេះមកអង្គុយរៀនឬក៏ប្រកបមុខរបររកស៊ីអីបានផងដែរដូច្នេះហើយសន្តិភាពបានធ្វើឲ្យខ្ញុំសម្រេចក្តីស្រមៃរបស់ខ្ញុំហើយក៏បានធ្វើឲ្យកុមារនិងយុវជនកម្ពុជាគ្រប់រូបបានសម្រេចក្តីស្រមៃរបស់ពួកគេផងដែរដូច្នេះខ្ញុំសូមលំអរកាយគោរពនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅកាន់ប្រមុខថ្នាក់ដឹកនាំរបស់យើងដែលមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតតែលោកទាំងពីរគឺជាថ្នាក់ដឹកនាំដ៏គួរឲ្យខ្លាចសរសើរជាបិតាសន្តិភាពដែលដឹកនាំប្រទេសបានយ៉ាងល្អលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តដើម្បីរក្សាសន្តិភាពនិងបូរណភាពទឹកដីជូនប្រជាជនហើយខ្ញុំក៏សូមគោរពជូនពរទៅដល់ថ្នាក់ដឹកនាំកម្ពុជាឲ្យជួបប្រទះតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈហើយក៏សូមគោរពនឹករលឹកនិងអរគុណទៅដល់វីរៈកងទ័ពកម្ពុជាគ្រប់រូបដែលបានពលីជីវិតនៅក្នុងសមរភូមិដើម្បីជាតិមាតុភូមិផងដែរហ
ហើយការចែករំលែកបទពិសោធន៍របស់ខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរអញ្ចឹងពីចុងក្រោយខ្ញុំក៏សូមអរគុណទៅដល់គណៈអធិបតីលោកគ្រូអ្នកគ្រូនិងសិក្ខានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីស្ដាប់នៅការចែករំលែកមួយនេះសូមអរគុណ